អាញាធរដឹងជំរុញឲ្យអ្នកលក់បន្លែផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមកោចាស់នៅថ្ងៃទី18ខែមករាខាងមុខនេះនៅថ្ងៃទី18ខែមករាខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តវិធានការដោយជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើដែលគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេងតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមកោចាស់ក្នុងខណ្ឌទួលគោកខណ្ឌបឹងកេងកងឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌព្រែកភ្នៅគឺមិនអនុញ្ញាតឲ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនិងលើចិញ្ចើមផ្លូវនេះតទៀតទេក្នុងកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅព្រឹកថ្ងៃទី13ខែមករានេះលោកខួងស្រេងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមកោមានចំនួនជាង700អាជីវកម្មហើយចាប់ពីថ្ងៃទី18ខែមករាខាងមុខនេះតទៅពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យទៅលក់នៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌព្រែកភ្នៅរដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះមកជួសជុលថែទាំដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញនៅពេលសួរថាចុះកន្លងមកហេតុអ្វីបានរដ្ឋបាលរាជធានីមិនអនុវត្តវិធានការបែបនេះលោកខួងស្រេងបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយទើបយើងឲ្យពួកគាត់ចាក់ចេញពីលើទ្រូងនិងចិញ្ចើមផ្លូវទាំងនេះចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះបងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគតព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតផងគួរឲ្យដឹងថាអ្នកលក់ដូរបន្លែផ្លែឈើគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវនៃមហាវិថីម៉ៅសេតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមកោនឹងត្រូវផ្លាស់ប្ដូរទៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌព្រែកភ្នៅហើយចំពោះដំណឹងនេះកន្លងមកផ្សព្វផ្សាយព័ត៌មានថាផ្សារដើមកោចាស់ត្រូវផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានមិនពិតនោះទេ